ngày nay dương mà đang về rồi biệt riêng anh cũng ở miền Bắc Sát Phiệp từng ngõ kia, ok chẳng chỉ nói tìm mua dân trai score pi bậc hết này anh cũng chẳng những đang ngày tháng này thằng thì được bí anh cũng sẽ cáo về miền muôn bậc hết trở chẳng miền anh cũng bảo thí miền được creative pi hay được creative bay anh cũng sẽ tiên anh cũng exponential nên anh cũng được creative chẳng người biết được dân riêng cái dân riêng chập đam pi anh cũng bảo thí là hồi từ đó anh cũng được creative chúng tôi tí pi mấy riêng đại dương trời trái một nền cho riêng anh cũng chẳng tí mỗi miền được chia limit limit dân private sầm rạp đó sim tốt đây là sim tốt cho sim tốt trade đi chẳng tới tí pi cứ mấy riêng đây được với dân private sầm rạp sắc xa dành nhé cái đồ chơi sắc xa sẽ được hiệp này anh cũng mùi thì bây cứ anti crowd là dân private sầm rạp rồi tới rồi bỏ sai cao thiệp từ nâng bật tốt rồi mới có thiệp từ nâng ít chẳng tới ok hai có xong vật chất môi tiết đá mới đến đây rồi cứ vật chất sắm khăn mền tán trongการศึกษาnó cũng bạn này từng học nè đây rồi khó cứ việc mà nên khó từng hỏi chẳng những tới chơi đây rồi ở chỗ bạn ok chúng nói thì bây cứ chỉ plong này anh cũng chẳng anh cũngប្រភេទនៃមួយវាតែងតែមាន plong របស់វាក្នុងការធ្វើដើម្បីឲ្យទៅដល់គោលដៅរបស់គេអូខេចឹងយើងត្រូវដឹងពី plong របស់វាហើយមិនបាច់លំអិតពេកក៏បានដែរយើងដឹងគោលទៅឧទាហរណ៍មានដូចជាដែនកំណត់ limit derove សិក្សាសញ្ញាស្ដងអត្ថិភាពឲ្យគូក្រាបអាហ្នឹងយើងដឹងត្រួសត្រាចឹងទៅហើយនេះនឹងច្បាស់នៅពេលដែលអ្នកទាំងអស់គ្នាអនុវត្តលំហាត់ឲ្យបានច្រើនទី4គឺជាចំណុចទូចៗដែលមាននៅក្នុងអនុគមដែលអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែចេះដែលមាន3ទី1ការដោះស្រាយសមីការ degree ទី1 degree ទី2ដោះស្រាយសមីការ logarit ដោះស្រាយសមីការ exponential ទី2គឺជាការរកដែនកំណត់ដែលវាចាំបាច់ខ្លាំងមែនតើក្នុងការធ្វើអនុគមហើយទី3គឺអ្នកត្រូវចេះសិក្សាសញ្ញាមុនមកហើយនៅមានចំណុចតូចៗជាច្រើនទៀតដូចជាភាពជួបភាពមាន derivative បកស្រាយលទ្ធផល limit តាមន័យធរណីមាត្រអាហ្នឹងគឺជាការរក asymptote D asymptote 3 asymptote ឆោ make parabol make anon ហ្នឹងហើយមានដូចជាតារាងសញ្ញាតារាងអត្ថិភាពសិក្សាទីតាំងធៀបចំណុចរបស់អឆ្លុះចិត្តឆ្លុះដែលចំណុចទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាមិនបាច់ភ័យទេកាលណាយើងធ្វើអនុគមឲ្យបានច្រើនទៅអ្នកទាំងនេះនឹងស្ទាត់ខ្លួនឯងហើយចំណុចទី5គឺជាការសង្ក្រាមអញ្ចឹងវាអាស្រ័យទៅលើប្រភេទនៃអនុគមនឹងដែរបើសិនជាអនុគមស្រួលយើងគ្រាន់តែមើលតារាងអត្ថិភាពគឺយើងអាចសង់ចេញហើយប៉ុន្តែបើអនុគមនឹងពិបាកវាទាមទារយើងរកដូចជា asymptote D asymptote trade asymptote ឆោ make parabol ឬមួយក៏យើងមានតារាងតម្លៃលេខអីទៀតបើយើងអាចសង់បានអញ្ចឹងការសង់ក្រាបនេះគឺទាមទារឲ្យអ្នកទាំងអស់គ្នាព្យាយាមសង់ដោយកុំឆែកនៅក្នុង app ដូចជា Desmo ឬមួយក៏ GeoGebra អីអ្នកព្យាយាមសង់ខ្លួនឯងសង់ឲ្យបានច្រើនទៅបើអត់យល់អ្នកសួរគ្រូសួរគាត់បញ្ជាក់ឲ្យលម្អិតទៅចំណុចហ្នឹងអញ្ចឹងសរុបមកវិញយើងគួរតែធ្វើប្រមាណអនុគមដើម្បីឲ្យយើងចេះស្ទាត់ចំណុចនេះវាអាស្រ័យទៅលើអ្នកទាំងអស់គ្នាដែរថាអ្នកទាំងអស់គ្នាចាប់បានលឿនឬមួយក៏ចាប់បានយឺតហើយអ្នកនេះសិស្សសង្គមឬមួយក៏សិស្សវិទ្យាសាស្ត្រអញ្ចឹងបើតាមបទពិសោធន៍ខ្ញុំជាសិស្សវិទ្យាសាស្ត្រខ្ញុំចាប់បានស្ទាត់អនុគមនៅពេលដែលខ្ញុំធ្វើចាប់ពី150អនុគមឲ្យឡើងអញ្ចឹងទៅហើយក៏ខ្ញុំនៅរៀនហ្នឹងខ្ញុំធ្វើតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំមកខ្ញុំធ្វើអត់ក្រោម300អនុគមទេមានន័យថាខ្ញុំធ្វើច្រើនជាង300អនុគមអញ្ចឹងអ្វីដែលខ្ញុំ recommend អ្នកទាំងអស់គ្នាគឺដោយសារតែយើងចិត្តដល់ថ្ងៃបាក់ឌុបមែនតើហើយអញ្ចឹងសម្រាប់សិស្សសង្គមខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាធ្វើអនុគមពហុធា degree ទី2ហើយទី3ហ្នឹងឲ្យបាន30អនុគមមកហើយអនុគមសនិធានឲ្យបាន70អនុគមមកហើយសម្រាប់ថ្នាក់វិទ្យាសាស្ត្រយើងធ្វើអនុគមពហុធាឲ្យបាន20អនុគមសនិធានឲ្យបាន30អនុគម exponential ឲ្យបាន50ហើយអនុគម logarit ឲ្យបាន50តែបើសិនជាយើងរៀនអនុគមពហុធាហើយសនិធានហើយយើង skip វាចោលទៅយើងធ្វើតែអនុគម exponential ឲ្យបាន50ហើយអនុគម logarit នេះពេលឲ្យបាន50ហ្នឹងហើយចឹងប៉ុណ្ណេះខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងស្ទាត់ក្នុងការធ្វើអនុគមហើយក្នុងការធ្វើលំហាត់នេះដែរយើងត្រូវចេះរកអនុគមណាដែលវាស្ថិតនៅក្នុងស្តង់ដារនៃការប្រឡងបាក់ឌុបឧទាហរណ៍ខាងសង្គមយើងធ្វើត្រឹមតែអនុគមសន្និធានបានហើយយើងមិនបាច់ភ័យទេអនុគមគេអត់មានតម្លៃដាច់ខាតអីញ៉ៃញ៉ៃទៀតទេហើយសម្រាប់ថ្នាក់វិទ្យាសាស្ត្រយើងព្យាយាមបដោតទៅលើអនុគម exponential និងអនុគម logarit អូខេហើយអនុគមទាំងពីរនោះដែរអ្នកនេះបដោតទៅលើអនុគមដែលមានអនុគមជំនួយវាមានផ្នែក A ផ្នែក B អានេះគឺអាសាចេញខ្លាំងមែនតើអញ្ចឹងសម្រាប់ថ្នាក់វិទ្យាសាស្ត្រដដាលអ
អាណិគមគេមិនងាយប្រាប់យើងចំទេចឹងយើងព្យាយាមធ្វើអាណិគមឲ្យបានច្រើនប្រភេទទៅដើម្បីឲ្យយើងស្គាល់ពីវាឲ្យបានច្រើនចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាយកវាទៅអនុវត្តហើយទទួលបានជោគជ័យបាយបាយ